ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានពន្យល់អំពីសាររបស់លោក Donald Trump ស្ដីអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែននេះបើយោងទៅតាមសារព័ត៌មាន RBC Ukraine ដែលចេញផ្សាយថ្ងៃទី19ខែតុលាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NBC News ថាការអំពាវនាវរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ឲ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនគឺផ្ដោតទៅលើការចាប់ផ្ដើមដំណើរការដោយការបញ្ឈប់កងទ័ពទាំងសងខាងនៅតាមជួរមុខនាពេលបច្ចុប្បន្ននេះលោក Zelensky ក៏បាននិយាយថាខ្ញុំយល់អំពីសញ្ញានិងសារពីប្រធានាធិបតី Donald Trump ដូច្នេះខ្ញុំយល់ថាយើងត្រូវតែបញ្ចប់សង្គ្រាមនេះហើយចាប់ផ្ដើមការបញ្ចប់នេះពីកន្លែងដែលទាហានឈរជើងនាពេលបច្ចុប្បន្នឬក៏ជួរមុខដែលប៉ះទង្គិចគ្នាតាមអ្វីដែលខ្ញុំយល់មិនខុសទេនោះប្រធានាធិបតីអ៊ុយក្រែនបានកត់សម្គាល់ថាលោកយល់ស្របថាដើម្បីបញ្ចប់សង្គ្រាមនិងបើកការទូតជាបន្ទាន់ភាគីទាំងពីរត្រូវតែបញ្ឈប់នៅកន្លែងដែលពួកគេឈរនាពេលបច្ចុប្បន្ននេះដោយមិនចាំបាច់ធ្វើសម្បទានបន្ថែមណាមួយដល់រុស្ស៊ីនោះឡើយលោក Zelensky បាននិយាយថាប្រសិនបើយើងចង់បញ្ឈប់សង្គ្រាមនេះហើយទៅរកការចរចាសន្តិភាពជាបន្ទាន់និងក្នុងលក្ខណៈការទូតយើងត្រូវតែឈប់នៅកន្លែងដែលយើងឈរជើងមិនមែនដើម្បីផ្ដល់អ្វីបន្ថែមដល់លោកពូទីនទៀតនោះទេពីព្រោះគាត់គឺជាភេរវករលោកបានសម្ដែងការត្រៀមខ្លួនសម្រាប់ការប្រជុំក្នុងទម្រង់បែបបទណាមួយហើយបានសង្កត់ធ្ងន់ថាការចរចាត្រូវតែប្រព្រឹត្តទៅនៅក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់ដោយមិនមានការបាញ់ផ្លោងនោះឡើយប្រធានាធិបតីអ៊ុយក្រែនបានសរុបសេចក្តីថាពួកគេត្រូវតែឈរជើងនៅកន្លែងដែលពួកគេឈរជើងនៅហើយចាប់ផ្ដើមទម្រង់បែបបទណាមួយដូចដែលគាត់បាននិយាយមិនថា2បកឬក៏3បកនោះទេប៉ុន្តែពួកគេត្រូវតែចូលមកចរចាលោកបានបន្ថែមទៀតថាការចរចាសន្តិភាពគួរតែប្រព្រឹត្តទៅនៅក្នុងស្ថានភាពដ៏ស្ងប់ស្ងាត់ស្ថិរភាពមិនមែនស្ថិតនៅក្រោមការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចនោះទេហើយបទឈប់បាញ់ត្រូវតែកើតឡើងជាដំបូងសិននៅថ្ងៃទី17ខែតុលាលោក Donald Trump បានជួបជាមួយនឹងលោក Volodymyr Zelensky ក្រោយមកលោកក៏បានបង្ហោះសារជំរុញឲ្យភាគីទាំងពីរបញ្ឈប់នៅកន្លែងកងកម្លាំងរបស់ពួកគេកំពុងតែឈរជើងហើយឈានទៅរកកិច្ចព្រមព្រៀងសន្តិភាពមួយលោក Donald Trump បានសរសេរថាទុកឲ្យភាគីទាំងពីរទទួលបាននូវជ័យជំនះទុកឲ្យប្រវត្តិសាស្ត្រគឺជាអ្នកសម្រេចគ្មានការបាញ់ប្រហារគ្មានការសម្លាប់ទៀតនោះទេគ្មានការចំណាយលុយដ៏ច្រើនសន្ធឹកសន្ធាប់និងគ្មាននិរន្តរភាពទៀតទេនេះគឺជាសង្គ្រាមដែលមិនគួរកើតឡើងនោះទេប្រសិនបើខ្ញុំជាប្រធានាធិបតីកាលនោះមនុស្សរាប់លាននាក់ត្រូវបានសម្លាប់ជារៀងរាល់សប្តាហ៍គ្មានទៀតទេសូមត្រឡប់ទៅផ្ទះរបស់អ្នកដោយសន្តិភាពវិញចុះប៉ុន្មានម៉ោងក្រោយមកក្នុងអំឡុងពេលអន្តរកម្មសារព័ត៌មានលោក Donald Trump បានសង្កត់ធ្ងន់ម្ដងទៀតថាភាគីទាំងពីរគួរតែបញ្ឈប់នៅឯផ្នែកជួរមុខកាលពីថ្ងៃទី18ខែតុលាលេខាធិការសារព័ត៌មានរបស់សេតវិមានគឺលោកស្រី Karoline Leavitt បាននិយាយថាការអត់ធ្មត់របស់លោក Donald Trump គឺកំពុងតែសាបរលាបហើយអ៊ុយក្រែននិងរុស្ស៊ីចាំបាច់ត្រូវតែទទួលស្គាល់ការពិតនៅលើហេតុផលទាំងអស់នេះអញ្ចឹងសរុបសេចក្តីមកនៅក្នុងសារព័ត៌មាននេះបាទការបន្ទាប់អំពីលោក Donald Trump ជាមួយនឹងលោក Zelensky បានជួបគ្នាហើយលោក Donald Trump ក៏បានបង្ហោះសារមួយនៅលើបណ្ដាញសង្គម Truth Social របស់គាត់ថាសង្គ្រាមនៅអ៊ុយក្រែនគឺមិនគួរកើតឡើងមានទាល់តែសោះបើសិនជាគាត់បានធ្វើជាប្រធានាធិបតីកាលនោះប៉ុន្តែគាត់ក៏បានស្នើឬក៏អំពាវនាវឲ្យមានបទឈប់បាញ់នឹងភ្លាមជាពិសេសទៅគឺចាប់ផ្ដើមនៅចំណុចជួរមុខនោះតែម្ដងគឺមានន័យថានាពេលបច្ចុប្បន្ននេះ
គឺកងទ័ពទាំងសងខាងឈរជើងនៅកន្លែងណាគឺត្រូវតែបញ្ឈប់នៅកន្លែងនោះកុំឲ្យលូនទៅមុខទៀតបាទនេះគឺជាសាររបស់គាត់បានបញ្ជាក់ហើយនេះក៏ជាដំណឹងមួយល្អផងដែរប៉ុន្តែក៏ជាដំណឹងដ៏អាក្រក់មួយសម្រាប់អ៊ុយក្រែនដំណឹងដែលល្អនោះទោះបីជាយ៉ាងណាក៏ដោយក៏រុស្ស៊ីទទួលបាននូវផលប្រយោជន៍គឺមានន័យថាទឹកដីដែលរុស្ស៊ីវាយបានទាំងប្រមាណគឺនឹងត្រូវកាត់ឲ្យទៅរុស្ស៊ីទាំងអស់ផ្នែកណាដែលរុស្ស៊ីកាន់កាប់នាពេលបច្ចុប្បន្ននេះបាទនេះបើយោងទៅតាមសារព័ត៌មានឬក៏ពាក្យសម្ដីរបស់លោក Donald Trump បានបង្ហោះសារនៅលើបណ្ដាញសង្គមនោះប៉ុន្តែក៏ជាអាចដំណឹងល្អមួយសម្រាប់ប្រជាជនអ៊ុយក្រែនផងដែរដំណឹងដែលអាក្រក់នោះគឺមានន័យថាអ៊ុយក្រែនគឺត្រូវតែព្រមលះបង់ទឹកដីដែលបាត់បង់ឬក៏រុស្ស៊ីដណ្ដើមបានយកទាំងប្រមាណហ្នឹងគឺត្រូវតែកាត់ឬក៏ព្រមទទួលស្គាល់ថាជាទឹកដីរបស់រុស្ស៊ីបើមិនដូច្នោះទេសង្គ្រាមនេះគឺនៅតែបន្តអូសបន្លាយទៅមុខទៀតដោយដែលបងប្អូនដឹងស្រាប់ហើយរហូតមកដល់សប្តាហ៍ថ្ងៃនេះគឺជិត4ឆ្នាំហើយដឹងថាត្រូវការចំណាយលុយប៉ុន្មានទៀតឬក៏ត្រូវការចំណាយប្រជាជនឬក៏កងទ័ពរៀងៗខ្លួននឹងអស់ប៉ុន្មានអ្នកទៀតនោះទេដើម្បីឲ្យដឹងសខ្មៅថាភាគីខាងណាជាអ្នកឈ្នះភាគីខាងណាគឺជាអ្នកចាញ់ឲ្យពិតប្រាកដនោះពីព្រោះទាំងសងខាងគឺសិតតែមានអ្នកគ្រប់គ្រងសិតតែមានជំនួយពីខាងក្រោយដើម្បីធ្វើសង្គ្រាមជាមួយគ្នានោះដូច្នេះគឺមានតែការខាត់បងទាំងសងខាងប៉ុន្តែអ្វីដែលល្អនឹងគឺសម្រាប់ប្រជាជនអ៊ុយក្រែនដែលរត់ភៀសខ្លួនដែលបានស្លាប់ឬក៏រងនូវផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយការបាញ់ផ្លោងដោយយន្តហោះគ្មានមនុស្សបើកនិងគ្រាប់មីស៊ីលពីរុស្ស៊ីបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរោងចក្រផលិតប្រេងរោងចក្រផលិតថាមពលអគ្គិសនីឬក៏អ្វីៗទាំងអស់របស់អ៊ុយក្រែនត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរហើយចំពោះរុស្ស៊ីវិញក៏មានការខូចខាតផងដែរប៉ុន្តែក៏មិនដល់អ៊ុយក្រែនផងដែរដោយសារតែអ៊ុយក្រែនគឺទើបតែនឹងផលិតបាននៅគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយនិងយន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយបានបំផ្លាញនៅរោងចក្រចម្រាញ់ប្រេងនិងថាមពលរបស់រុស្ស៊ីដូច្នេះភាគីទាំងសងខាងគឺមានការខាត់បងដ៏ធ្ងន់ធ្ងរហើយបើសិនជាបន្តទៅទៀតនោះហើយនៅក្នុងសាររបស់លោក Donald Trump នោះគឺជាសារដ៏គួរឲ្យមានន័យថារំភើបឬក៏រំជើបរំជួលចិត្តផងដែរនៅក្នុងសាររបស់គាត់នឹងគឺអំពាវនាវឲ្យភាគីទាំងសងខាងកងទ័ពទាំងសងខាងត្រឡប់ទៅផ្ទះរបស់ខ្លួនវិញដើម្បីជួបជុំគ្រួសារដោយសន្តិភាពរស់នៅដោយសន្តិភាពនេះគឺជាសាររបស់គាត់មួយដែលខ្ញុំនឹងក៏ពេញចិត្តយ៉ាងខ្លាំងផងដែរដែលជាសារមួយដែលបង្ហាញអំពីទឹកចិត្តដែលគាត់មិនចង់ឃើញនៅការកាប់សម្លាប់គ្នាទៀតនោះទេហើយនៅក្នុងគំនិតរបស់លោក Donald Trump នឹងគិតថាបើសិនជាអូសបន្លាយទៀតអ៊ុយក្រែនអាចនឹងបាត់បង់ទឹកដីកាន់តែច្រើនជាងនេះដូច្នេះហើយបានជាគាត់បានជួបជាមួយនឹងលោក Zelensky កាលពីថ្ងៃទី17កន្លងទៅនេះថាលោក Zelensky គួរតែសម្រេចចិត្តព្រមព្រៀងចរចាដើម្បីឈានទៅដល់សន្តិភាពឬក៏បញ្ចប់សង្គ្រាមទាំងស្រុងដោយសុខចិត្តឬក៏យល់ព្រមកាត់បង់ទឹកដីមួយចំណែកដែលរុស្ស៊ីកាន់កាប់បាននាពេលបច្ចុប្បន្ននេះឲ្យទៅរុស្ស៊ីចុះបាទហើយដើម្បីទទួលបាននូវសន្តិភាពហើយចំពោះបងប្អូនវិញតើចូលឃើញយ៉ាងណាដែរចំពោះសាររបស់លោក Donald Trump ដែលថាចង់បញ្ចប់សង្គ្រាមនៅអ៊ុយក្រែនដោយកាត់ទឹកដីមួយចំណែកឲ្យទៅរុស្ស៊ីនោះកុំភ្លេចសរសេរ comment នៅខាងក្រោមដើម្បីជាការបញ្ចេញនៅការយកឃើញរបស់បងប្អូនហើយជាចុងក្រោយក៏កុំភ្លេចជួយចុច subscribe ផង